นี่เจ๋งเตรียมឆ្លើយពាក្យបណ្ដៅមួយណាបាទអាកូនចង្រៃរញ៉ៃរញ៉ៃចាក់គូតម៉ែឯងគឺជាអ្វីនេះច្រឹងខ្ញុំជួយថាកូនចៅនេះច្រឹងឆ្លើយថាកូនសៅអត់ដូចចម្លើយចេញទេអីនេះច្រឹងចម្លើយនេះច្រឹងឆ្លើយពិតជាបានត្រឹមត្រូវអបអរសាទរនេះច្រឹងនេះជ្រក់តើឡានអ្វីដែលវែងជាងគេអូខ្ញុំនឹកឃើញហើយឡានដែលវែងជាងគេខ្ញុំឆ្លើយថាឡានដែលស្ទះចរាចរណ៍ជុំនេះជ្រក់បកែឡានដែលវែងជាងគេនេះជ្រក់ឆ្លើយថាឡានស្ទះចរាចរណ៍បាទអត់ដូចចម្លើយចេញទេនេះជ្រក់អត់ដូចទេអូខេត្រឹមត្រូវអបអរសាទរនេះជ្រក់ត្រូវមួយសំណួរហើយនៅមួយទៀតតើឡានអ្វីដែលខ្លីជាងគេអូខ្ញុំដឹងប៉ុន្តែខ្ញុំទុកឲ្យពុកម៉ែបងប្អូន comment នៅក្រោមវីដេអូសូមអរគុណហើយមានបល័យមួយទៀតសម្រាប់អ្នកប្រឡងគេថាសូមបួងសួងសក្តិទេវរាជស្ដេចទេវតាដែលស្ថិតថែរក្សានៅចក្រវាឡទាំងមូលនិងសូមរំលឹកដល់គ្រូចាស់គ្រូថ្មីគ្រូផែនដីគ្រូគណិតចូលមកសន្ធិដ្ឋដូចខ្ញុំសូមឲ្យអនុរិយមកពីមុខសូមឲ្យរំលងអនុរិយមកពីក្នុងសូមឲ្យជិះឧបមេសាលការិនថងអេហិជណូមៈតេជាបអូតូម្នាក់នោះគេចូលការ៉ាអូខេចាសាពងច្រៀងបាត់ថ្នមអើយថ្នមពងគៀកនាងចាសាប្រពន្ធទៅលេងដាក់ពី7ភុះអូកកទៅផ្ទះបាត់ជិះទៅផ្ទះទៀតសាតែ3ថ្ងៃក្រោយមកទៀតមកទៀតពងច្រៀងថ្នមអើយថ្នមសាដល់ពេលអ្នកណែលើកផ្លែឈើអីនោះចាំមកចង្អងពូហ្នឹងច្រៀងបាត់ថ្នមអើយថ្នមថ្ងៃមុនណាប្រពន្ធគាត់មកវាយពី7សាប្រកែចាំតាបើមិនដឹងកុំចែងយាយទៅដល់ផ្ទះមក7ទៀតនោះអានេះគេអត់ដឹងយាយគេអត់ដឹងសោះហ្នឹងណានិយាយឲ្យគេដឹងមនុស្សតែស្មោះត្រង់តែនិយាយខុសប្រតិកម្មព្រាមហ្នឹងស្មោះថ្ងៃក្រោយមកទៀតពងច្រៀងបាត់អូនបាត់សូនគ្មានដំណឹងចាប់ប្រពន្ធមកដល់បាត់សូនណាកាចាស់កន្លះម៉ោងមិញបាត់សូនណាកាចអូកទៅទៀតមិនកាចមិនប្រពន្ធចដូនមួយខ្លាអូកាចមែនទេបើយើងសួរលបងពុនលបងឯងឮថាកាចណាចាឆ្លើយអត់ទេកាចស្អីនេះជ្រក់ត្រៀមឆ្លើយពាក្យបណ្ដៅខ្លីៗមួយណាបាទប្តីប្រពន្ធប៉ិនគ្នាគឺជាអ្វីនេះជ្រក់ខ្ញុំឆ្លើយថាទឹកហើយនឹងដីនេះជ្រក់ឆ្លើយថាទឹកហើយនឹងដីបាទចម្លើយនេះជ្រក់អត់ដូចចម្លើយចេញទេនេះជ្រក់ណាដូចទេចម្លើយនេះពិតជាត្រឹមត្រូវនេះជ្រក់ប្រកែមែនតើ